សូមស្វាគមន៍បើកទំព័រថ្មីនៃសិភៅវីដេអូស្មារតីនៃភាពសុខស្ដំអេពីសូត1តើអ្នកដឹងទេថាអ្វីដែលកំពុងសម្លាប់សេចក្តីសុខរបស់អ្នកខ្លាំងបំផុតវាមិនមែនជាការខ្វះខាតលុយទេតែវាគឺជាអន្ទាក់នៃថ្ងៃស្អែកយើងកំពុងរស់ក្នុងជីវិតមួយដែលដាក់បញ្ចាំសេចក្តីសុខបច្ចុប្បន្នដើម្បីដោយយកក្រដាសសន្យានៅថ្ងៃអនាគតដែលមិនដឹងថាមកដល់ពេលណាឈប់ធ្វើជាអ្នកទោសនៃលក្ខខណ្ឌទៅមនុស្សភាគច្រើនដាក់ទោសខ្លួនឯងឲ្យកើតទុក្ខដោយប្រាប់ថាតលតែមាននេះតលតែបាននោះទើបអនុញ្ញាតឲ្យខ្លួនឯងញញឹមបើអ្នកមិនចេះសាងស្មារតីស្ដុកស្ដំក្នុងខណៈបែកញើសទេទោះមានទ្រព្យប៉ុនភ្នំក៏អ្នកនៅតែមានអារម្មណ៍ថាខ្វះខាតជានិច្ចកុំយកជីវិតទាំងមូលទៅដាក់បញ្ចាំជាមួយពាក្យថាចាំសិនវិថីនៃភាពស្ដុកស្ដំពិតប្រាកដមិនមែនជារង្វាន់នៅចុងផ្លូវឡើយតែវាគឺជាកិត្តិយសនៃរាល់ជំហានដែលអ្នកកំពុងបោះទៅមុខក្នុងថ្ងៃនេះចាប់ផ្ដើមពីខណៈនេះទៅចូលធ្វើការងាររបស់អ្នកដោយមោទនភាពហត់ដោយក្តីរីករាយនិងរស់នៅដោយភាពបរិបូរណ៍បើទោះបីជាអ្នកមិនទាន់មានអ្វីគ្រប់យ៉ាងក្នុងដៃក៏ដោយព្រោះថាបើចិត្តអ្នកស្គាល់ពីភាពសម្បូរបែបអ្នកនឹងមិនចេះខ្វះខាតឡើយទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ